សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសម្រាប់រន្ធត់ចេញមកឡងទៀតហើយយប់ទី10ហើយយប់ទី10នេះដែរមានរឿងរន្ធត់មួយមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់មុនចូលគេងហើយរឿងនេះតាក់ទងជាមួយនឹងបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាលេនហើយបានរៀបរាប់រឿងរន្ធត់ដែលកើតឡើងលើគាត់ហ្នឹងហើយជាមួយនឹងក្រុមគ្រួសាររបស់គាត់ពេលដែលបដូរផ្ទះចាស់មកនៅនឹងផ្ទះថ្មីហើយតោះចឹងយើងទៅស្ដាប់រឿងរបស់លេនទាំងអស់គ្នាឆ្នាំ1998ទីក្រុងភ្នំពេញមិនទាន់មានភាពអ៊ូអរដូចសពថ្ងៃទេហើយប្រជាជនប្រមូលផ្ដុំគ្នានៅតែកណ្ដាលក្រុងទេម៉ាក់ហើយនឹងខ្ញុំរស់នៅផ្ទះជាមួយលោកយាយនិងលោកតាមុនដំបូងពួកយើងរស់នៅផ្ទះជាន់ទី3នៅម្ដុំផ្សារអូស័យនេះក្រោយមកលោកតាបានលក់ផ្ទះទៅទិញដីនៅឯជីក្រុងដីនោះធំគួរសមហើយមើលទៅមានផ្ទះប្រក់ប៉ាំងសីមួយនៅចំកណ្ដាលដីហើយមានរបងថ្មព័ទ្ធជុំវិញទៀតហើយនៅលើរបងថ្មណាមានគេដាក់អំបែងកែវដើម្បីកុំឲ្យគេលួចប្រោះបងចូលក្នុងផ្ទះហើយដីនោះពីមាត់ទ្វារផ្ទះរហូតដល់របងសល់ដីប្រហែលជា10ម៉ែត្រទៀតណោះម្ដុំនោះមានប្រជាជនរស់នៅច្រើនគួរសមដែរហើយផ្ទះនីមួយៗសិតតែមានដីធំៗដីយើងស្ថិតនៅកាច់ជ្រុងផ្លូវធំនិងផ្លូវលំនោះមានទំហំ7ម៉ែត្រហើយនៅតាមបណ្ដោយផ្លូវលំហ្នឹងមាន10គ្រួសារពេលចូលទៅក្នុងចម្ងាយប្រហែលជាកន្លះគីឡូឃើញមានដើមជ្រៃមួយហើយដើមជ្រៃមួយដើមហ្នឹងធំខ្លាំងណាស់ហើយវត្តរបស់វាធ្លាក់ចុះសំយោគមកក្រោមដល់ដីហ្មងហើយដើមនោះដុះចំកណ្ដាលផ្លូវតែវាជាផ្លូវទាល់ទេនៅទីនោះមានសាលារៀនមួយដែលស្ថិតនៅផ្លូវធំចម្ងាយពីផ្ទះខ្ញុំប្រហែលជា2គីឡូម៉ែត្រអញ្ចឹងខ្ញុំត្រូវបដូរសាលាមករៀននៅសាលានេះហើយរាល់ថ្ងៃលោកតាជាអ្នកជូនខ្ញុំទៅរៀននិងទៅយកខ្ញុំពីសាលាហើយ7ថ្ងៃដំបូងនោះគូសាររបស់យើងបានជួបរឿងចម្លែកយប់ទី1បានមកដល់យប់នោះម៉ាក់គាត់គេងអត់លក់ទេគាត់ចេះតែភ្ញាក់គាត់ឮសូរសំឡេងដូចមានគេហាត់ទាហាននៅមុខផ្ទះចឹងបន្ទាប់មកឮគេដើរលើដំបូលផ្ទះក្រោយមកទៀតឮសំឡេងក្មេងយំនិងម្ដាយអំពីកូនគាត់ស្ដាប់អំបាននេះថាគេអំពីកូនយ៉ាងម៉េចទេតែគាត់ដឹងត្រឹមថាសំឡេងនោះលាន់យ៉ាងកលួចហ្មងហើយលុះព្រឹកឡើងមកដល់គាត់បានយករឿងហ្នឹងទៅប្រាប់លោកតាគាត់ថាខ្ញុំគេមិនបានទេប៉ាថាទីនេះស្ងាត់ស្រួលតែយប់មិញខ្ញុំឮសំឡេងមនុស្សដើររហូតពេលហ្នឹងលោកតាបាននិយាយថាប៉ាអត់មានឮអីផងហ្នឹងហើយពេលហ្នឹងម៉ាក់នៅតែចង់ឈ្នះតាគាត់ថាឮហើយចំណែកឯតាគាត់ថាអត់ហើយចំណែកលោកយាយវិញនៅស្ងៀមអត់មាននិយាយទាំងអស់ហើយថ្ងៃទី2បានមកដល់ពេលល្ងាចម៉ាក់និងយាយកំពុងរវល់ក្នុងផ្ទះបាយរីឯតាចេញទៅក្រៅបាត់ហើយពេលហ្នឹងខ្ញុំកំពុងលេងបាញ់ក្លីម្នាក់ឯងនៅមុខផ្ទះខ្ញុំលេងបានមកសបកឃើញមេចាប់ផ្ដើមរៀងងឹតខ្ញុំរត់ទៅបើកភ្លើងនៅមុខផ្ទះដើម្បីបំភ្លឺពេលខ្ញុំបើករួចខ្ញុំរត់មករកឃ្លីរបស់ខ្ញុំវិញស្រាប់តែពេលហ្នឹងខ្ញុំឃើញពូ5-6នាក់ដើរកាត់មុខផ្ទះហើយពួកគាត់ដើរត្រង់ជួរល្អណាស់ដូចធានអញ្ចឹងប៉ុន្តែចម្លែកអីខ្ញុំមើលទៅពួកគាត់ខ្ញុំឃើញតែពាក់កណ្ដាលខ្លួនតែប៉ុណ្ណោះហើយពេលហ្នឹងខ្ញុំពិតជាភ្ញាក់ផ្អើលមែនតើពេលឃើញបែបហ្នឹងខ្ញុំខ្លាចខ្លាំងណាស់ហើយខ្ញុំក៏រត់ទៅក្នុងផ្ទះហើយខ្ញុំមិនបានប្រាប់រឿងរ៉ាវហ្នឹងដល់អ្នកផ្ទះខ្ញុំទេពេលយប់ម៉ោងប្រហែល11មកដល់គ្រប់គ្នាកំពុងតែគេងនៅសល់តែលោកយាយម្នាក់ឯងទេអង្គុយសូត្រធម៌នៅមុខពុទ្ធពេលនោះឮសំឡេងខ្យល់បក់មកវូវហើយលោកយាយបែរទៅក៏ឃើញទ្វារមួយចំហៀងបើកហើយពេលហ្នឹងលោកយាយគិតថាប្រហែលជាម៉ាក់ភ្លេចដាក់កលឺហើយពេលហ្នឹងលោកយាយក៏ក្រោកឡើងទៅហើយដើរយឺតទៅរកទ្វារនោះពេលគាត់ទាញទ្វារនោះបំរុងនឹងបិទគាត់ក៏លេចមើលទៅមុខផ្ទះពេលនោះលោកយាយឃើញស្ត្រីម្នាក់កំពុងតែបីកូនហើយដើរនៅលើរបងទៀតពេលដើរលើរបងរហូតដល់ផុតបងហើយអ្នកទាំងអស់គ្នាដឹងមិនអត់ការដំបងមិនលេនប្រាប់ថានៅលើរបងមានគេដាក់អំបែងកែវលើហ្នឹងប៉ុន្តែលោកយាយឃើញគេដើររហូតដល់ផុតរបងផ្ទះហ្នឹងហ្មងហើយឃើញហើយលោកយាយធ្វើមិនដឹងអត់មានមាត់អីទេហើយពេលហ្នឹងគាត់ក៏បិទទ្វារហើយដាក់កលឺស្រួលបួរួចគាត់ក៏មកអង្គុយសូត្រធម៌បន្តតាមធម្មតាថ្ងៃទី3បានមកដល់ពេលព្រលប់ពួកយើងញ៉ាំបាយជុំគ្នាធម្មតាចំណែកលោកតាបានប្រាប់ម៉ាក់ថាប្តីឯងបានទូរស័ព្ទមកហៅប៉ាហើយវាថា3ថ្ងៃទៀតវាមកភ្នំពេញហើយពេលហ្នឹងខ្ញុំសប្បាយចិត្តមែនតើខ្ញុំសេកហូរពេញផ្ទះមកហើយពេលហ្នឹងម៉ាក់ក៏សួរថាមហេតុអីបានជាគាត់មកខលមករកខ្ញុំហើយពេលហ្នឹងលោកតាថាដោយសារវាតេមកឲ្យអត់ចូលអញ្
ចឹងបានវាទេមកប៉ាហើយពេលហ្នឹងខ្ញុំសប្បាយចិត្តមែនតើខ្ញុំហូបបាយអស់ច្រើនណាស់ហើយលោកយាយឃើញខ្ញុំអញ្ចឹងលោកយាយក៏សប្បាយចិត្តដែរបន្ទាប់ពីញ៉ាំបាយរួចខ្ញុំធ្វើលំហាត់សាលារួចក៏ចូលគេងចំណែកឯតាគ្រាន់តែនាฬิកាវិលដល់លេខ9មិនទាន់ទេលោកតាចូលមុងបាត់ហើយរាល់យប់មានតែលោកយាយម្នាក់ឯងទេដែលនៅដល់យប់ជ្រៅគាត់ជាប់សូត្រធម៌ថ្វាយបង្គំព្រះបើម៉ោងមិនទាន់12គាត់មិនចូលគេងទេហើយពេលនោះម៉ោង1ម្លងត្រៀតម៉ាក់បានក្រោបឡើងទៅបត់ជើងតូចហើយបង្គន់នៅខាងក្រៅផ្ទះនោះនៅចំហៀងផ្ទះហើយផ្ទះយើងមានទ្វារ2មុខ1និងចំហៀង1ម៉ាក់ចេញទៅតាមទ្វារចំហៀងដើរទៅកាន់បង្គន់ពេលនោះគាត់កំពុងតែដើរទៅកាន់បង្គន់ចេះតែមានអារម្មណ៍យ៉ាងទាញភ្នែកគាត់ឲ្យមើលទៅឲ្យផ្លូវហើយម៉ាក់មិនចង់ទេតែដោយសារវាទាញពេកគាត់ក៏ឈប់ហើយក៏លេចមើលទៅផ្លូវហើយរាត្រីខែភ្លឺម៉ាក់ឃើញយ៉ាងច្បាស់ហ្មងស្ត្រីម្នាក់សក់វែងអូសដី3កូននៅក្នុងដៃហើយដើរលើរបងហើយស្ត្រីនោះដើរទៅបែរមុខមកផ្ទះរបស់យើងទៀតហើយគាត់អត់មានមើលផ្លូវទេតែដើរទៅមុខយ៉ាងបាននឹងស្រួលម៉ាក់នៅស្ងៀមហើយបែរមុខមកវិញហើយគាត់ចូលទប់ទឹកតាមធម្មតាហើយគាត់សង្ងំក្នុងនោះយូរណាស់គាត់បើកទ្វារយឺតហើយអឺតក្បាលមកមុនហើយមើលទៅរបងស្ត្រីនោះបានបាត់ហើយដូច្នោះគាត់ក៏ចេញមកក្រៅគាត់បិទទ្វារបង្គន់រួចដើរទៅកាន់មាត់ទ្វារស្រាប់តែគាត់មានអារម្មណ៍ត្រជាក់នៅពីលើក្បាលគាត់ក៏ងើយឡើងទៅមើលហើយពេលហ្នឹងអ្នកទាំងអស់គ្នាដឹងមិនម៉ាក់បើកភ្នែកធំណាស់ស្ត្រីដែលអំបញ្ញមិញហ្នឹងដើរលើរបងផ្ទះហ្នឹងគាត់កំពុងតែជន់ប៉ាំងសីលាន់ប្រោកដើរពីលើក្បាលគាត់ហើយពេលហ្នឹងម៉ាក់ចំណាំបានថាវាជាសំឡេងពេលដែលមកផ្ទះហ្នឹងយប់ដំបូងម៉ាក់ឡើងភើសបល់ហ្មងគាត់ប្រញាប់ចូលទៅក្នុងផ្ទះហើយបិទទ្វារម៉ាក់រត់ចូលមុងយ៉ាងលឿនគាត់ទៀងព្រួយមកកលុំទៀតគាត់ឡើងញ័រខ្លួនអស់ហើយពេលហ្នឹងហើយនៅលើដបូលគាត់ថានៅលឺសំឡេងដើរនឹងអត់ឈប់ទេហើយពេលហ្នឹងម៉ាក់មិនហ៊ានបើកភ្នែកទេសំឡេងនោះលឺរហូតចិត្តភ្លឺបានបាត់ហើយថ្ងៃទី4ក៏បានមកដល់ដែរនៅពេលល្ងាចពេលចេញពីសាលាឆេងដែលជាមិត្តថ្មីរបស់ខ្ញុំបានមកលេងផ្ទះខ្ញុំហើយឆេងគេរៀនថ្នាក់ជាមួយខ្ញុំហើយអង្គុយតុជាមួយគ្នាទៀតហើយផ្ទះរបស់គេនៅផ្លូវធំមានលបងវ៉ាប៊ីតងហ្នឹងជាផ្ទះរបស់គាត់ហើយពួកយើងលេងកំពុងដៃគេត្រង់ខ្លាំងណាស់ហើយខ្ញុំលេងមិនដៃឆ្នះគេទេដំបូងយើងលេងគប់តាមបណ្ដោយផ្ទះក្រោយមកឆេងក៏ស្នើឲ្យបដូរទីតាំងដោយគប់ពីក្នុងផ្ទះចេញមកលបងទ្វារផ្ទះនៅខាងក្រៅវិញហើយពេលហ្នឹងខ្ញុំក៏យល់ព្រមហើយពួកយើងប្រើស្បែកជើងទាត់គប់ហើយចម្ងាយចិត្តប៉ុណ្ណឹងខ្ញុំគប់មិនត្រូវទៀតហើយចំណែកឲ្យឆេងវិញគប់បានហ្មងហើយទីកន្លែងណាក៏គេគប់ដល់កន្លែងដែរខ្ញុំពងអត់យល់ដែរហេតុដៃគេច្បាស់ម៉ែហើយពួកយើងលេងអស់រយៈពេល2ម៉ោងក៏សម្រេចចិត្តថាឈប់ហើយស្បែកជើងរបស់ខ្ញុំនៅជាប់នឹងលបងឯណោះហើយចំណែកស្បែកជើងរបស់ឆេងនៅនឹងទ្វារលបងហើយពួកយើងទាំងពីរក៏ដើរទៅយកស្បែកជើងរៀងខ្លួនហើយពេលនោះឆេងបានឃើញរបស់មួយយ៉ាងហើយពេលហ្នឹងឆេងគាត់បាននិយាយថាចេះណែនេះមើលទៅដូចជាសក់ហើយពេលហ្នឹងឆេងហៅខ្ញុំទៅមើលខ្ញុំទៅដល់ហើយយករបស់នោះមកកាន់ស្ទាបកៅអែលហើយនឹងជាសក់មែនតែនហើយសក់ហ្នឹងវែងប្រហែលជា1ម៉ែត្រហើយពណ៌ខ្មៅឡើងក្រឹបហ្មងហើយជាប់នឹងកលឹះទ្វារសក់ហ្នឹងបើប៉ានមើលទៅចំនួនប្រហែលជាមួយក្តាប់កូនដៃរបស់កូនង៉ែតហើយពេលហ្នឹងឆេងក៏សួរខ្ញុំតើជារបស់អ្នកណាហើយខ្ញុំក៏ឆ្លើយថាខ្ញុំមិនដឹងទេហើយពេលហ្នឹងចុះមិនបានជានៅជាប់លបងផ្ទះឯងហើយដល់ពេលហើយខ្ញុំក៏ឆ្លើយបើឯងសួរខ្ញុំតើខ្ញុំទៅសួរអ្នកណាចុះបើយើងមានតែ2នាក់ហ្នឹងបើមិនសួរឯងទៅសួរអ្នកណាហើយឆេងពិនិត្យសក់មើលចុះមើលឡើងក៏លាន់មាត់ពេលហ្នឹងពួកយើងចូលមកដូចជាមិនឃើញសក់នេះទេពេលហ្នឹងខ្ញុំក៏ឆ្លើយថាពិតមែនហើយពួកយើងលេងយូរហើយគ្មានអ្នកណាមកទេហើយក៏ដូចជាគ្មានអ្នកណាដើរកាត់នឹងដែរចុះសក់នឹងរបស់អ្នកណាពេលហ្នឹងឆេងបានឲ្យខ្ញុំយកសក់ហ្នឹងទៅឲ្យយាយមើលទៅហើយខ្ញុំក៏ព្រមថាតោះយើងយកឲ្យលោកយាយមើលពេលពួកយើងដោះសក់ហ្នឹងចេញពីកលឹះទ្វារម្រងដើរទៅឲ្យយាយស្រាប់តែពេលហ្នឹងមានខ្យល់មួយបក់មកវូហើយគួចសក់ហ្នឹងទៅបាត់ហើយឃើញដូច្នេះពួកយើងរត់ចូលទៅក្នុងផ្ទះហើយប្រាប់យាយមកហើយលោកយាយបានស្ដាប់រួចក៏ប្រាប់ពួកយើងថាបើឃើញរបស់អីចម្លែកទៀតកុំទៅប៉ះពាល់ឬទេហើយពេលហ្នឹងពួកខ្ញុំពីរនាក់ក៏ឆ្លើយបានហើយលោកយាយបានឲ្យឆេងត្រឡប់ទៅផ្ទះវិញ
ឆេងក៏ជំរាបលាលោកយាយហើយចេញទៅផ្ទះវិញទៅហើយពេលយកមកដល់ដោយសារខ្ញុំផឹកទឹកច្រើនពេកណានៅពេលបលប់ទើបធ្វើឲ្យខ្ញុំនឹងឈឺជំនោរមិនឈប់សោះម៉ោង 10 កន្លះកំពុងតែគេលក់ស្រួលផងហើយខ្ញុំនេះឈឺនោមសឹងអីហើយពេលហ្នឹងខ្ញុំក៏ចេញពីមុងហើយខ្ញុំឃើញម៉ាក់កំពុងតែនិយាយទូរស័ព្ទគាត់និយាយទូរស័ព្ទបដាញញឹមបដាមើលទៅម៉ាក់និយាយទូរស័ព្ទជាមួយប៉ាហើយមើលទៅហើយរីឯយាយវិញណានៅអង្គុយក្បែរនោះបិទភ្នែកសូត្រធម៌ចម្ងាយពីម៉ាក់មកខ្ញុំគឺឆ្ងាយហើយផ្សំនឹងម៉ាក់និយាយមិនសូវខ្លាំងផងដូច្នេះខ្ញុំស្ដាប់ម៉ាក់និយាយអីក៏មិនដឹងដែរប៉ុន្តែចម្ងាយពីម៉ាក់ទៅកន្លែងយាយគឺចិត្តហេតុនេះម៉ាក់និយាយអីគង់តែយាយឮទេគ្រាន់តែឆ្ងល់ថាយាយបែកអារម្មណ៍ហ្មងគាត់បិទភ្នែកលើកដៃសំពះហើយសូត្រធម៌ជីបអូចតាមធម្មតាហើយពេលហ្នឹងខ្ញុំគិតថាឬក៏យាយគាត់ជេរម៉ាក់ពេលហ្នឹងខ្ញុំគ្រាន់តែគិតលេងសើចទេហើយពេលហ្នឹងខ្ញុំក៏ជឿរវល់ខ្លាំងណាស់ហើយរឿងរបស់ចាស់ទេទុកឲ្យគាត់ដោះស្រាយខ្លួនឯងទៅខ្ញុំដើរសំដៅទៅរកទ្វារចំហៀងហើយបើកទ្វារតិចរួចដើរចេញទៅដោយបិទទ្វារតែបិទមិនជិតទេខ្ញុំគ្រាន់តែខ្ទប់ប៉ុណ្ណោះលោកខែនៅលើមេឃមានតែមួយចំណិតប៉ុន្តែអត់មានផ្កាយទេពេលយប់បែបនេះខ្យល់ត្រជាក់បក់មកធ្វើឲ្យប៉ះខ្នងខ្ញុំគឺសវល់ខ្ញាក់ហ្មងសំឡេងងរឹតយំម្ដងលឺម្ដងអត់ខ្ញុំដើរទៅរកប្រគុណហើយពេលហ្នឹងខ្ញុំឮសំឡេងអេមានគេហៅខ្ញុំហើយពេលហ្នឹងខ្ញុំក៏ងាកក្រោយប៉ុន្តែអត់មានមនុស្សទេហើយសំឡេងហ្នឹងលាន់ពីលបងមកនោះហើយខ្ញុំក៏ងាកមើលទៅប៉ុន្តែគ្មានមនុស្សសោះខ្ញុំគិតក្នុងចិត្តថាអំបញ្ញមិញលឺច្បាស់ណាស់ពេលនោះរាន់នោមពេកខ្ញុំក៏ឈប់គិតហើយចូលទៅក្នុងបង្គន់ខ្ញុំមិនបានបិទទ្វារទេពេលហ្នឹងពេលខ្ញុំកំពុងអនោមខ្ញុំឮសំឡេងប្រោកនៅលើដបបង្គន់ខ្ញុំងើយមុខមើលហើយប្រោកនោះទៀងជាស្ដាប់ក៏បាត់ទៅប៉ុន្តែចំនួនវិញដោយសំឡេងដិបសំឡេងនោះដូចជាមានអីធ្លាក់ពីលើដបបង្គន់មកចឹងហើយភ្នែកខ្ញុំលេងឡង់ខ្ញុំឈរឆ្កឹងហ្មងសំបីតែដង្ហើមក៏មិនចង់ដកដែរពេលនេះឮតែសំឡេងងរឹតនិងសំឡេងនោមរបស់ខ្ញុំទេស្រាប់តែពេលហ្នឹងខ្ញុំមានអារម្មណ៍ពឺឆ្លងក្នុងខ្ញាក់ហ្មងហើយកលេចចុងភ្នែកឃើញសម្ហោខ្មៅចូលក្រោយខ្នងរបស់ខ្ញុំហើយខ្ញុំខ្លាចណាស់ខ្ញុំមិនហ៊ានងាកក្រោយទេពេលហ្នឹងខ្ញុំប្រឹងបាញ់នោមមកអស់ឲ្យលឿនរួចសម្រេចចិត្តថានឹងរត់បុកតែម្ដងខ្ញុំលើកខោហើយងាកមកអត់មានឃើញមនុស្សទេហើយពេលហ្នឹងអត់ខ្វល់ខ្ញុំអត់ចាក់ទឹកហើយក៏ដើរយ៉ាងលឿនតម្រង់ទៅរកទ្វារខ្ញុំចូលដល់ក្នុងផ្ទះរួចក៏បិទទ្វារគ្រាន់តែខ្ញុំបែរក្រោយស្រាប់តែភ្ញាក់ព្រឺតហ្មងពេលហ្នឹងម៉ាក់នៅពីក្រោយខ្ញុំហើយពេលហ្នឹងគាត់សួរថាទៅមកពីណាពេលដែលគាត់សួរចឹងខ្ញុំក៏ឆ្លើយទៅកូនមកបត់ជើងចុះគាត់សួរថាមានចាក់ទឹកអត់ម៉ាក់សួរលក្ខណៈថាដោយមើលកែវភ្នែកខ្ញុំហ្មងហើយខ្ញុំមិនដឹងគិតយ៉ាងម៉េចក៏ឆ្លើយតាមត្រង់ថាអត់បានចាក់ផងពេលហ្នឹងម៉ាក់ក៏សួរខ្ញុំវិញហេតុអីបានមិនចាក់គាត់សួរបែបផ្កាទៀតពេលហ្នឹងគាត់សួរសំដីម៉ាត់តែហ្មងហើយពេលហ្នឹងខ្ញុំឆ្លើយស្ទាក់ស្ទើរកូនបញ្ញាពេកកូនភ្លេចហើយពេលហ្នឹងម៉ាក់ក៏សួរទៀតបញ្ញាប់រឿងអីទោះបញ្ញាប់ប៉ុណ្ណាក៏មិនត្រូវភ្លេចចាក់ទឹកដែរចុះមានលាងដៃអត់ហើយពេលហ្នឹងខ្ញុំអោនមុខចុះខ្ញុំមិនបានចាក់ទឹកទេហើយក៏ខ្ញុំអត់បានលាងដៃដែរហើយម៉ាក់សម្លឹងមុខខ្ញុំមិនមាត់ទេរួចក៏បើកទ្វារចេញទៅវិញទៅហើយខ្ញុំសម្លឹងទៅមាត់ទ្វារបង្គន់ណាខ្ញុំមិនហ៊ានមើលទៅលបងទេហើយក៏មិនហ៊ានមើលទៅដបបង្គន់ដែរហើយចុងដៃចុងជើងខ្ញុំឡើងតែជាអស់ហើយខ្លួនខ្ញុំវិញរៀងព្រឺសបល់តិចទោះយ៉ាងណាត្រូវតែទៅខ្ញុំបោះចំហៀនយ៉ាងបញ្ញាប់ធ្វើដំណើរទៅកាន់បង្គន់ណាហើយដួសទឹកពីក្នុងធុងស្រោចទៅលើបង្គន់ពី3ផ្តិលរួចដួសកន្លះផ្តិលទៀតមកលាងដៃរួចហើយខ្ញុំក៏ទម្លាក់ផ្តិលចុះចូលក្នុងធុងវិញហើយដើរមកយ៉ាងលឿនចេញពីបង្គន់ហ្នឹងសំដៅមករកមាត់ទ្វារពេលខ្ញុំដើរជិតដល់មាត់ទ្វារផ្ទះខ្ញុំមានអារម្មណ៍ថាមានមនុស្សឈរនៅរបងកំពុងតែមើលមកខ្ញុំហើយពេលហ្នឹងខ្ញុំពឺសវល់ខ្ញាក់ហ្មងហើយខ្ញុំនិយាយប្រាប់ខ្លួនឯងតិចថាកុំងាកហើយពេលហ្នឹងខ្ញុំក៏ទាញទ្វារបើកចូលក្នុងផ្ទះហើយបិទទ្វារយ៉ាងលឿនក្រោយពីបិទទ្វារខ្ញុំមានអារម្មណ៍ថាធូរស្រាលហ្មងហើយពេលហ្នឹងខ្ញុំក៏ដើរទៅរកគ្រែហើយវែកជើងមុងចូលខ្ញុំក៏បារះខ្លួនគេងក្បែរម៉ាក់ទៅហើយម៉ាក់មិនទាន់គេងទេខ្ញុំងាកទៅប្រាប់ម៉ាក់ថាម៉ាក់កូនចាក់ទឹកលាងដៃរួចហើយ
ពេលហ្នឹងម៉ាក់ក៏ងក់ក្បាលរួចគាត់ទាញពុយដណ្ដប់ឲ្យខ្ញុំហើយខ្ញុំក៏បិទភ្នែកគេងទៅថ្ងៃទី5បានមកដល់ហើយរឿងរ៉ាវកាលពីយប់មិញណាខ្ញុំប្រាប់តែយាយខ្ញុំម្នាក់ឯងប៉ុណ្ណោះហើយរឿងកាលពីយប់មុនណាក៏ខ្ញុំប្រាប់យាយដែរយាយបានស្ដាប់ហើយអស់ហើយពេលហ្នឹងគាត់បានប្រាប់ខ្ញុំថាកុំឲ្យខ្ញុំចេញទៅលេងក្រៅពេលមេឃងងឹតទៀតហើយពេលហ្នឹងខ្ញុំក៏ឆ្លើយបាទហើយយប់នេះដល់វេនលោកតាម្ដងគាត់ទៅចូលរួមបុណ្យ3ឆ្នាំរបស់មិត្តភ័ក្តិរបស់គាត់នៅអូស័យឯណោះហើយគាត់ទៅតាំងពីល្ងាចរហូតដល់យប់ជ្រៅទៅគាត់ត្រឡប់មកផ្ទះវិញពេលដល់ផ្លូវបត់គាត់ក៏បត់ហើយគាត់ចំណាំថាផ្ទះគាត់គឺកាច់ជ្រុងផ្លូវធំឲ្យទៅបត់ចំបន្តិចគឺដល់ទ្វារលបងហើយចុះមិនយប់នេះអត់ឃើញទ្វារចឹងតាយល់ថាគាត់មុខជិះខុសផ្លូវហើយមើលទៅគាត់ក៏បកម៉ូតូជិះឡើងមកលើវិញទៅដល់មាត់ផ្លូវគាត់ឃើញផ្ទះឆេងដែលនៅទៅមុខផ្លូវបត់ហ្នឹងហើយផ្ទះហ្នឹងមានលបងថ្មពណ៌បៃតងគាត់គិតក្នុងចិត្តថាអញបត់ត្រូវហើយផ្លូវបត់ចូលផ្ទះអញគឺទៅមុខលបងបៃតងហ្នឹងចុះមិនក៏អញរកអត់ឃើញហើយពេលនោះគាត់ក៏ងាកទៅមើលលបងដែលនៅខាងឆ្វេងដៃគាត់ហើយគឺលបងផ្ទះគាត់ហ្នឹងហើយគាត់ក៏បត់ម៉ូតូចូលមកវិញហើយគាត់សម្លឹងមើលទៅឃើញផ្ទះតែហាក់ដូចជាឃើញផ្ទះនោះនៅឆ្ងាយតាក៏លេចមើលម្ដងទៀតហើយឃើញលបងជាប់នឹងថ្នល់តាចង់វែងពេលហ្នឹងហើយលបងចំហៀងណានៅជាប់ក្នុងថ្នល់ធំហ្នឹងគឺត្រូវហើយជីចុះឡើងគាត់ថាជីចុះពីខ្នល់ធំតែ5នាទីទេគឺដល់មាត់ទ្វារលបងហ្នឹងហើយចុះមិនក៏យប់នេះឃើញនៅឆ្ងាយម្លេះលោកតាគាត់ក៏កវីក្បាលចុះឡើងក្រែងគាត់មិនស្រួលខ្លួនហើយពេលហ្នឹងគាត់មើលទៅម្ដងទៀតនៅតែឃើញផ្ទះឆ្ងាយតាគាត់ឆ្ងល់តែគាត់ចង់ឈ្នះគាត់ក៏ជិះចុះម្ដងទៅរកផ្ទះជិះចូលទៅកាន់តែជ្រៅផ្ទះកាន់តែឆ្ងាយទៅគាត់គិតថាដូចជាមិនស្រួលទេគាត់ក៏ឈប់ងក់រួចសម្លឹងមើលជុំវិញខ្លួនពេលនោះគាត់ថាគាត់ជិះហួសផ្ទះហើយគាត់ចំណាំបានហើយនៅប្រមុខគាត់អ្នកទាំងអស់គ្នាដឹងអីអត់គឺដើមជ្រៃដែលធំនៅផ្លូវទាល់ហ្នឹងតាប្រឹងសម្លឹងមើលដើមជ្រៃនោះគាត់ឃើញដូចជាភូមិមួយអញ្ចឹងមានមនុស្សច្រើនរស់នៅលើនោះមានទាំងស្រីមានទាំងប្រុសមានទាំងចាស់មានទាំងក្មេងហើយតាឃើញពួកគេចុះតាមវត្តជ្រៃនោះហើយដើរចុះមកក្រោមសម្ដៅមករកគាត់តាឃើញដូចឆ្នោក៏ក្បត់ក្បាលម៉ូតូយ៉ាងលឿនហើយជិះមកក្រោយវិញគាត់មួហ្គាបន្ថែមដល់លឿនហ្មងហើយតាមធម្មតាលោកតាក៏ជិះយឺតណាស់តែលើកនេះគាត់មួហ្គាឡើងកប់ដូចក្មេងស្ទាវចឹងតាសូត្រធម៌តាមផ្លូវរហូតលោកតាគាត់មានអារម្មណ៍ថាអ្នកទាំងប្រមាណដែលចុះពីលើដើមជ្រៃបាញ់មិញហ្នឹងកំពុងតែរត់តាមម៉ូតូគាត់ហើយពេលហ្នឹងគាត់ពិតជាខ្លាចជាខ្លាំងជិះមិនដល់5នាទីផងណាលោកតាឃើញស្ត្រីម្នាក់កំពុងឈរនៅមាត់លបងហើយគាត់ចំណាំបានថានោះគឺជាលោកយាយហើយលោកតាត្រេកអរជាខ្លាំងហើយខំបន្ថែមលបឿនជិះទៅរកលោកយាយមើលឃើញភ្លើងជាគៀងម៉ូតូរបស់លោកតាពីចម្ងាយគាត់ក៏បើកទ្វារលបងរួចជាស្រេចតាមកដល់ជិះចូលតែម្ដងរួចលោកយាយក៏បិទទ្វារលបងវិញហើយពេលហ្នឹងលោកយាយឃើញទឹកមុខលោកតាគាត់ដឹងភ្លាមហ្មងព្រោះគាត់ជាអ្នកកាន់សិលយូរហើយតែគាត់គ្មានសួរនាំអីទេហើយចំណែកលោកតាវិញក៏អត់មានមាត់អីដែរហើយពួកគាត់ទាំងពីរក៏ចូលក្នុងផ្ទះទៅហើយលោកតាផ្លាស់ខោអាវតែមិនងូតទឹកទេគឺគាត់ចូលមុងគេងតែម្ដងហើយចំណែកលោកយាយវិញគាត់ក៏ឡើងទៅអង្គុយនៅមុខព្រះពុទ្ធរូបរួចលើកដៃប្រណម្យរួចក៏សូត្រធម៌ដូចរាល់ដងទៅនោះថ្ងៃទី6បានមកដល់ពេលរសៀលប៉ាបានមកដល់ផ្ទះពេលហ្នឹងខ្ញុំសប្បាយចិត្តមែនតែនម៉ាក់ដើរទៅបើកទ្វារលបងឲ្យឡានប៉ាចូលគ្រាន់តែឃើញប៉ាចេញពីឡានភ្លាមខ្ញុំស្ទុះទៅរកគាត់ហើយប៉ាក៏លើកខ្ញុំឡើងហើយពេលហ្នឹងប៉ាក៏និយាយប្លន់មាត់ថាអូធ្ងន់ណាស់ពេលហ្នឹងខ្ញុំសប្បាយចិត្តមែនតែនពេលឃើញប៉ាគាត់និយាយបែបហ្នឹងហើយគាត់ដាក់ខ្ញុំចុះវិញគាត់បើកគ្រប់ឡានខាងក្រោយហ្នឹងយកអីវ៉ាន់ចេញមកហើយខ្ញុំនិងម៉ាក់ក៏ជួយយកអីវ៉ាន់ទៅដាក់ក្នុងផ្ទះដែរទៅដល់ក្នុងផ្ទះប៉ាយកអំណោយខ្ញុំមុនគេពេលហ្នឹងខ្ញុំបើកថង់មកខ្ញុំឃើញមានរ៉ាកែត2និងគ្រាប់ផ្សេងមួយខ្ញុំសប្បាយចិត្តមែនតែនខ្ញុំអរគុណប៉ារួចរត់ទៅក្រៅហើយថង់យករ៉ាកែតមួយនិងគ្រាប់ផ្សេងមួយហ្នឹងយកមកលេងម្នាក់ឯងខ្ញុំនឹកក្នុងចិត្តថាស្អែកជាថ្ងៃអាទិត្យផងខ្ញុំនឹងហៅឆេងឲ្យមកលេងវាសីមួយខ្ញុំហើយខ្ញុំលេងនៅមុខផ្ទះនោះតាមម្នាក់ឯងទេទុកពេលឲ្យប៉ាម៉ាក់ជជែកគ្នាព្រោះពួកគាត់ខានជួបគ្នាយូរហើយពេលល្ងាចតាដប់យាយមកពីណាក៏មិនដឹងដែរពួកគាត់ទាំងពីរឃើញឡាននៅក្នុងផ្ទះនេះ
គាត់ដឹងបាត់ហើយថាប៉ារបស់ខ្ញុំបានមកដល់ហើយហើយល្ងាចនោះអាហារបរិបូរណ៍ណាស់ច្រើនមែនទែនហើយពេលហ្នឹងពួកយើងរីករាយជាខ្លាំងនៅពេលយប់ប៉ាគាត់គេងខែមួយម៉ាក់និងខ្ញុំហើយខ្ញុំគេងគៀនហើយម៉ាក់គេងនៅកណ្ដាលហើយប៉ាហ្នឹងគេងនៅក្បែរម៉ាក់ពួកគាត់ជជែកគ្នាច្រើនណាស់ខ្ញុំស្ដាប់មិនយល់ទេហើយខ្ញុំក៏ខ្ជិលស្ដាប់ទៅហើយខ្ញុំក៏សង្ងំគេងប៉ាតែងតែចេញទៅជួបបរិយកាលនៅផ្ទះចាស់ខ្ញុំឃើញពេលយប់គាត់ចេញទៅជួបបរិយនៅរៀនហានោះហើយមកផ្ទះនេះក៏ដូចគ្នាម៉ោង11យប់គាត់ចេញទៅជួបបរិយនៅមុខផ្ទះហើយនេះជាទម្លាប់របស់គាត់ជួបអស់មួយដើមគាត់ចូលក្នុងទឹកកពុលមាត់រួចទើបចូលក្នុងផ្ទះវិញគាត់ចូលមុងហើយប្រាស់ខ្លួនគេងក្បែរម៉ាក់ហើយពេលហ្នឹងគាត់គេងយកដៃស្ដាំមកកងថ្ងាសហើយកំពុងតែលាវលក់ឯហ្នឹងប៉ាខ្ញុំគាត់ឮសំឡេងគេដើរលើដំបូលផ្ទះហើយឮសំឡេងមនុស្សគេជជែកគ្នាពួកគេនិយាយអូអែហ្មងបើនិយាយទៅគេថាស្ដាប់អត់បានណាហើយមិនដឹងនិយាយពីអីខ្លះទេតែពេលស្ដាប់យល់ប៉ាក៏ថាពួកគេណាកំពុងនិយាយពីរឿងទិញដីលក់ដីហើយពេលហ្នឹងប៉ាបាននិយាយក្នុងចិត្តថាសូមនាំគ្នាស្ងាត់សូមឲ្យខ្ញុំបានគេងផងតែប៉ុណ្ណឹងទៅក៏សំឡេងនោះស្ងាត់អស់ទៅហើយថ្ងៃទី7ក៏បានមកដល់ព្រឹកឡើងប៉ាប្រាប់ម៉ាក់គាត់ថាយប់មិញមានគេដើរលើដំបូលផ្ទះរបស់យើងហើយគេនិយាយគ្នាពីរឿងដីមើលទៅពួកហ្នឹងប្រហែលជាពួកគក់ជេរដីហើយមើលទៅហើយពេលហ្នឹងម៉ាក់ក៏និយាយប្រាប់ប៉ាថាកុំនិយាយកុំឲ្យកូនឮកូនវាខ្លាចហើយពេលប៉ាឮដូចនេះទៅពេលហ្នឹងប៉ាក៏ឈប់និយាយទៅហើយនៅពេលរសៀលឆេងបានមកលេងសីជាមួយខ្ញុំហើយពួកយើងលេងរហូតដល់រៀងងឹតតិចទើបឆេងត្រឡប់ទៅផ្ទះវិញដោយសារតែលេងហត់ពេកហ្នឹងគ្រាន់តែបាយល្ងាចរួចខ្ញុំលងលក់តាំងពីម៉ោង8យប់ម្ដងហើយយប់នោះម៉ាក់ជឿបត់ជើងធំហើយម៉ាក់ក្រោកអង្គុយសម្លឹងមើលទៅកន្លែងដាក់ពុទ្ធរូបហើយអត់ឃើញលោកយាយទេហើយពេលហ្នឹងគាត់ដឹងថាម៉ោងរំលងអត្រាតបាត់ហើយគាត់ថាពេលហ្នឹងគាត់ខ្លាចមិនចង់ទៅបត់ជើងទេគាត់ត្រូវតែទ្រាំប៉ុន្តែគាត់ថារាន់ខ្លាំងពេកគាត់មិនដឹងធ្វើម៉េចគាត់ដាស់ប៉ាឲ្យទៅជាមួយគាត់ហើយពេលហ្នឹងប៉ាក៏រអ៊ូថាមិនដឹងស្អីទេយាយប៉ាក់នេះប៉ុន្តែប៉ារអ៊ូយ៉ាងណាក៏ដោយតែគាត់នៅតែព្រមជូនម៉ាក់ទៅបង្គន់ហើយពេលនោះពួកគាត់បានដើរទៅដល់បង្គន់ម៉ាក់បាននិយាយប្រាប់ប៉ាថាខ្ញុំចូលទៅពេលឯងនៅចាំនៅក្រៅកុំទៅណាណាហើយពេលហ្នឹងប៉ាក៏ថាគាត់ដឹងហើយពេលហ្នឹងម៉ាក់ចូលទៅក្នុងបង្គន់បិទទ្វារបានប្រហែល15នាទីម៉ាក់ក៏ស្រែកសួរប៉ាថាប៉ាហើយពេលហ្នឹងប៉ាក៏ឆ្លើយវិញថាមានការអីហើយពេលហ្នឹងម៉ាក់ក៏និយាយដែរថាអត់អីទេហើយពេលហ្នឹងប៉ាក៏និយាយថាឲ្យលឿនមកហើយម៉ាក់ក៏ឆ្លើយវិញថាដឹងហើយស្ងាត់មួយសបកម៉ាក់មិនសួរពោះគាត់ចេះតែមានអារម្មណ៍ថាបើចេញអត់អស់មកទេហើយពេលហ្នឹងគាត់ក៏សង្ងំទៀតហើយ15នាទីក្រោយមកម៉ាក់ស្រែកហៅប៉ាទៀតចង់ដឹងថាប៉ានៅចិត្តគាត់អត់ហើយពេលហ្នឹងម៉ាក់ថាប៉ែអត់មានឮសំឡេងឆ្លើយទេហើយម៉ាក់ហៅម្ដងទៀតថាប៉ែហើយក៏អត់មានឮសំឡេងឆ្លើយតបមកវិញហើយពេលហ្នឹងម៉ាក់រៀងខ្លាចតិចហើយគាត់ហៅប៉ាជាលើកទី3តែគ្មានមនុស្សឆ្លើយទៀតពេលនោះសំឡេងដ៏កលួចមួយបន្លឺឡើងហ្មងអាសំឡេងនេះថាហើយសំឡេងហ្នឹងគាត់ថាសំឡេងដូចក្នុងកុនរឿងខ្មោចចឹងហើយពេលហ្នឹងម៉ាក់ព្រឺសវល់ពីខ្លួនហ្មងគាត់ខ្លាចជាខ្លាំងគាត់ចង់ក្រោកតែឈឺពោះខ្មូទៀតគាត់ខ្លាចផងមួម៉ៅផងក៏ស្រែកហៅប៉ាប៉ែហើយពេលហ្នឹងប៉ាក៏ឆ្លើយតបថាអីគេហើយពេលហ្នឹងម៉ាក់ក៏ថានៅហ្នឹងឯងហើយពេលហ្នឹងប៉ាក៏ឆ្លើយថាហើយពេលហ្នឹងម៉ាក់ក៏ថាម៉េចបានជាឆ្លើយប្អូសម៉ែហើយពេលហ្នឹងប៉ាក៏ជប់ឆ្លើយហើយម៉ាក់មានអារម្មណ៍ចម្លែកនឹងសំឡេងរបស់ប៉ាសំឡេងនេះប្រហាក់ប្រហែលតែពេលហ្នឹងម៉ាក់គិតថាមានចំណុចខុសមិនជាសំឡេងរបស់ប៉ាទេពួកអីម៉ាក់ថាប៉ាអត់ដែរនិយាយបងអូចឹងទេហើយម៉ាក់អត់អស់ចិត្តក៏ស្រែកហៅម្ដងទៀតស្រែកហៅថាប៉ាដូចរាល់ដងចឹងហើយសំឡេងហ្នឹងក៏លឺថាឆ្លើយបន្តចឹងហើយប៉ាឯងមែនពេលដែលម៉ាក់សួរថាប៉ាឯងមែនហ្នឹងឮសំណួរនេះហើយស្រាប់តែស្ងាត់ឈឹងហ្មងហើយម៉ាក់ក៏សួរដដែលទៀតថាគ្មានឮសំឡេងអីទេហើយពេលហ្នឹងម៉ាក់លែងខ្វល់ហើយបើចេញមិនអស់ទុកក្នុងពោះទៅរួចគាត់ក៏រូតរះចាក់ទឹកហើយចេញពីបង្គន់ហើយដោយការស្មានរបស់ម៉ាក់មែនប៉ាមិននៅមុខបង្គន់ទេគាត់កំពុងតែឈរជក់បរិយនៅក្បែរលបងនោះហើយមិនមួយអង្គយូរម៉ាក់ដើរទៅរកប៉ាហើយពេលហ្នឹងប៉ាក៏ងាកមកឃើញម៉ាក់ហើយក៏បោះបរិយចោលលើស្មៅហើយជន់ញីទៅហើយពេលម៉ាក់ទៅដល់
ម៉ាក់ក៏និយាយប្រាប់ប៉ាថាប៉ាឯងល្មមជក់បរិយហើយអ្នកជក់បរិយគួរថ្នាក់ដល់10ទេតែអ្នកហិតវិញគួរថ្នាក់ដល់100ដឹងអត់គាត់ថាឲ្យគិតពីកូនផងកូននៅក្មេងគាត់ថាខ្ញុំមិនចង់ឃើញកូនធំឡើងរស់នៅជាមួយជំងឺទេហើយពេលហ្នឹងប៉ាក៏ងក់ក្បាលហើយសម្រាប់ម៉ាក់វិញម៉ាក់ក៏កលែកមើលជុំវិញខ្លួនឯងរួចបានប្រាប់ប៉ាថាឲ្យចូលផ្ទះហើយគាត់ដើរយ៉ាងលឿនឡើងទៅលើផ្ទះបាត់ទៅទុកឲ្យប៉ាអ្នកបិទទ្វារម្នាក់ឯងហើយយប់នោះក៏អត់មានរឿងអីកើតឡើងលើពួកគាត់ដែរនោះស្អែកឡើងមកដល់ម៉ោងប្រហែលជា3រសៀលលោកតាបាននាំបរិសចំណាម្នាក់ហើយពេលហ្នឹងប្រហែលជាគាត់មើលផ្ទះហើយគាត់នោះពាក់អាវកតាំងនិងស្លៀកខោចៅពណ៌ខ្មៅពេលនោះខ្ញុំកំពុងតែធ្វើលំហាត់ខ្ញុំឮលោកតាអញ្ជើញគាត់ឲ្យចូលក្នុងផ្ទះហើយគាត់ហៅថាលោកអាចារ្យហើយពេលហ្នឹងលោកតាអាចារ្យដើរមើលសពក្នុងផ្ទះនិងដីបន្ទាប់មកគាត់និងលោកតាខ្ញុំបានចេញទៅក្រៅហើយពេលនោះយាយគាត់នៅផ្ទះបាយណោះហើយចំណែកឯប៉ាម៉ាក់បានចេញទៅក្រៅបាត់ហើយពេលដែលលោកតានាំតាអាចារ្យមកហ្នឹងលោកយាយក៏បានឃើញគាត់ដែរហើយគាត់ក៏បានជំរាបសួរលោកតាធម្មតាហ្នឹងទៅហើយនិយាយពីលោកតានិងលោកតាអាចារ្យវិញពួកគាត់ដើរបដាជជែកគ្នាបដាហើយតាបានរៀបរាប់ប្រាប់ថាថ្ងៃមុនខ្ញុំរកទ្វារចូលផ្ទះមិនឃើញទេខ្ញុំឃើញផ្ទះខ្ញុំវាឆ្ងាយទៅជិះមិនដល់សោះហើយខ្ញុំក៏បានជិះមកដល់ដើមមួយនោះហើយពេលហ្នឹងលោកតាចង្អុលទៅដើមជ្រៃនៅមុខគាត់ហ្នឹងហើយពេលហ្នឹងលោកតាបានប្រាប់ទៅលោកតាអាចារ្យថាខ្ញុំឃើញមានគេច្រើនណាស់នៅលើដើមឈើនេះហើយពួកគេរស់នៅតាមមេឃមើលទៅដូចជាភូមិមួយអញ្ចឹងរួចគេចុះមកតាមវល្លិមកហើយគេរត់មកតាមខ្ញុំពេលហ្នឹងលោកតាអាចារ្យក៏ដើរឈប់ពីមុខដើមជ្រៃហ្នឹងហើយគាត់ក៏កលឹងមើលជុំវិញដើមជ្រៃនោះរួចក៏មើលតាមមេឃហើយមើលតាមវល្លិនឹងបណ្ឌិតអស់ហើយក៏ដើរមកឈរនៅជិតលោកតាវិញហើយសម្លឹងមើលមកទិសដែលនៅជាផ្ទះរបស់ខ្ញុំហើយគាត់បែរមើលចុះមើលឡើងបន្ទាប់មកក៏គាត់បាននិយាយប្រាប់លោកតាថាផ្ទះរបស់ឯងសង់លើផ្លូវគេដើរហើយដើមជ្រៃនេះមានព្រលឹងខ្មោចរស់នៅច្រើនណាស់ពេលគេចុះមកពីលើមកហ្នឹងគឺចុះមកដើរមកផ្លូវរបស់គេទៅឯទិសខាងនោះហើយផ្លូវដែលគេដើរហ្នឹងគឺផ្លូវគេដើរពេញកន្លែងហ្នឹងហ្មងហើយគាត់ថានេះកន្លែងដីហ្នឹងគឺជាផ្លូវរបស់គេដើរពេញទំហឹងតែម្ដងហើយពេលហ្នឹងលោកតាអាចារ្យបានធ្វើកាយវិការមកប្រាប់លោកតាហើយគាត់បាននិយាយពីរបៀបវាស់ទៅគាត់បាននិយាយថាបើវាស់ទៅពាក់កណ្ដាលផ្លូវផ្ទះរបស់ឯងហ្នឹងគឺជាផ្លូវរបស់ខ្មោចដើរហើយពេលហ្នឹងលោកតាក៏ថាអញហើយមិនទៅអញ្ចឹងវិញហើយមិនបានចឹងអញ្ចឹងកើតពេលនោះលោកតាអាចារ្យបាននិយាយថាចេះបាយមើលដើមជ្រៃនេះមើលមេឃរបស់វាមេឃណាដែលវែងជាងគេមេឃខាងនេះវែងផុតអញ្ចាំផ្លូវតែម្ដងហើយចំណែកឯមេឃខាងនេះវិញដោះវែងជាងគេជាងមេឃខាងនោះទៀតហើយបើតាមខ្ញុំស្មានគឺជាចំពាក់កណ្ដាលផ្លូវផ្ទះរបស់បងឯងតែម្ដងអញ្ចឹងពាក់កណ្ដាលផ្លូវផ្ទះបងឯងហ្នឹងគឺជាផ្លូវដើររបស់ពួកគេហើយពេលនោះលោកតាក៏បានប្រាប់ទៅលោកតាអាចារ្យថាអូអញ្ចឹងតើទៅកូនស្រីខ្ញុំធ្លាប់និយាយថាមានគេដើរលើដំបូលផ្ទះតែខ្ញុំមិនជឿពេលហ្នឹងលោកតាក៏សួរលោកតាអាចារ្យហើយអញ្ចឹងធ្វើមិនទៅពេលហ្នឹងលោកតាអាចារ្យប្រាប់ថាវិធីមាន2ទី1លក់ផ្ទះនេះចោលហើយទី2គឺបង្វិលផ្ទះលោកបងឯងហ្នឹងទៅខាងក្រោយទាំងលោកបងទាំងផ្ទះប៉ុន្តែធ្វើបែបនេះលោកបងឯងខាតដីហើយសម្រាប់ចិត្តខ្លួនឯងចុះខ្ញុំមានច្បល់តែប៉ុណ្ណេះទេហើយពេលហ្នឹងលោកតាអាចារ្យក៏ដើរត្រឡប់មកផ្ទះវិញបន្ទាប់មកលោកតាក៏បានជិះម៉ូតូដប់លោកតាអាចារ្យចេញទៅបាត់ទៅពេលនោះប៉ាបានមកដល់ជាមួយនឹងម៉ាក់ស្របពេលដែលលោកតាគាត់មកដែរហើយតាបានហៅអ្នកទាំងអស់គ្នាមកពិភាក្សាជុំគ្នាហើយគាត់រៀបរាប់ពីសម្ដីរបស់លោកតាអាចារ្យឲ្យអ្នកគ្រប់គ្នាស្ដាប់ហើយពេលហ្នឹងយាយស្ដាប់ហើយមិនទាន់មានយោបល់អីទេលោកតាបានរៀបរាប់ពីរឿងដែលគាត់ជួបកាលពីថ្ងៃមុនហើយពេលហ្នឹងប៉ាម៉ាក់ខ្ញុំបានភ្ញាក់ផ្អើលខ្លាំងណាស់តបមកពួកគាត់ទាំងពីរនាក់ក៏ប្រាប់ថាពួកគាត់ធ្លាប់ជួបដែរហើយឮដូច្នោះតាក៏សម្រេចចិត្តលើកផ្ទះខិតមកក្រោយតែគាត់ចង់សួរយោបល់អ្នកផ្ទះគ្រប់គ្នាហើយប៉ានិងម៉ាក់ខ្ញុំថាស្ដាយដីហើយតាក៏ស្ទាក់ស្ទើរដែរពេលហ្នឹងហើយពេលនោះលោកយាយក៏លន់មាត់ដែរថាអាភ័រក៏ធ្លាប់ជួបដែរហើយពេលហ្នឹងម៉ាក់ខ្ញុំក៏លន់មាត់ដែរថាហាតែមិនម៉ាក់កូនខ្ញុំធ្លាប់ជួបដែរមែនហើយពេលហ្នឹងម៉ាក់ខ្ញុំបើកភ្នែកធំពេលហ្នឹងលោកយាយក៏ឆ្លើយថាហ្នឹងហើយចៅធ្លាប់ជួប3ដងហើយ
ហើយពេលហ្នឹងម៉ាក់ខ្ញុំក៏ឆ្លើយដែរថាអញ្ចឹងខិតផ្ទះទៅប៉ាកុំឲ្យមានរឿងដល់កូនខ្ញុំហើយពេលហ្នឹងម៉ាក់ខ្ញុំយល់ព្រមឡើងលឿនហើយដោយសារពេលហ្នឹងខ្លាចប៉ះពាល់ដល់សុខភាពរបស់ខ្ញុំចាស់ទាំងអស់គ្នាក៏បានសម្រេចចិត្តខិតផ្ទះប៉ុន្តែបើខិតផ្ទះហ្នឹងទៅក្រោយដោះស្រាយរឿងខ្មោចបានប៉ុន្តែពិបាករឿងច្បាប់ព្រោះខុសពីបានកម្មសិទ្ធិផ្ទះគិតចុះគិតឡើងប៉ាផ្ដល់យោបល់ឲ្យលោកតាលោកផ្ទះហ្នឹងតែម្ដងទៅមូលហេតុទី1គឺដើម្បីសេចក្តីសុខរបស់គ្រួសារយើងហើយមូលហេតុទី2មិនចង់ឲ្យលេចលឺដំណឹងនាំបង្កបញ្ហាហើយចំណែកទី3វិញមិនចង់ឲ្យពិបាករឿងអាច្បាប់ទម្លាប់ហ្នឹងដោយសារអីវែងឆ្ងាយហើយពេលហ្នឹងលោកតាក៏សម្រេចចិត្តតាមប៉ាហើយនឹងយាយហើយនឹងម៉ាក់ក៏យល់ព្រមគ្នាដែរហើយមួយថ្ងៃក្រោយមកពួកយើងបានទៅរកជួលផ្ទះគេបន្ទាប់មកតាដាក់ស្លាកលក់នៅឲ្យដីនឹងចោលទៅហើយអ្នកជិតខាងក៏បានសួរមូលហេតុពីលោកតាដែរហេតុអីបានជាលក់ផ្ទះព្រោះគេឃើញទើបបានមកនៅហ្នឹងហើយពេលហ្នឹងលោកតាមិនបាននិយាយអីទេគ្រាន់តែសើចញឹមហើយមិនបានមួយខែផងមានគេមកទិញផ្ទះនឹងបាត់ទៅហើយលោកតាបានលក់ផ្ទះហ្នឹងទៅជាមួយនឹងដីហ្នឹងហើយលោកតាក៏បានទិញផ្ទះល្វែងមួយក្នុងក្រុងវិញហើយប៉ាខ្ញុំក៏ឈប់ទៅរកស៊ីនៅឆ្ងាយដែរគាត់រកស៊ីនៅភ្នំពេញវិញហើយពេលហ្នឹងខ្ញុំចង់ដឹងដល់ហើយតែម្ចាស់ថ្មីគាត់បានឃើញអីខ្លះបើគាត់ឃើញគេធ្វើចរាចរណ៍លើដំបូលផ្ទះអញ្ចឹងហើយទាំងអស់នេះដែរគឺជារឿងដែលកើតឡើងលើលីននិងគ្រួសាររបស់លីនហើយរឿងរបស់លីនក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងរឿងរន្ធត់ថ្មីទៀតនៅក្នុង Channel សម្លេងរន្ធត់ឡងយប់ទី11សូមអរគុណសូមជម្រាបលា